First of all, I would like to say thank you for all honored friends that coming here for joining us for today. Very grateful and very honorable to have all of you to be here. To join us as Cambodian Student Association, that we already do the farewell party for 8 years and 8 years for the 4th year students that are going to graduate. And we are now 4th year students going to graduate within 1 week more. សូមសម្ដែងការគោរពពីគោលការណ៍របស់សមាគមទទួលការគោរពហើយនឹងគោលគំនិតរបស់សមាគមរបស់នេះហើយនឹងគោលខ្មែរដែលមានគោលការណ៍តែមួយអញ្ចឹងខ្ញុំកណ្ដាលបានខ្ញុំថាមានការរីករាយមានមោទនភាពលើខ្លួនឯងដែលបងប្អូនខ្មែរមិនថាលក្ខណៈមិនថាលក្ខណៈក៏មានតែគោលការណ៍តែមួយដើម្បីជឿចំពោះទៅរកការទៅរកមានគៀដល់ចំមួយសម្រាប់ខ្ញុំកណាមានសុភាសិតមួយកណាតាំងពីខ្ញុំកណានៅថោករហូតដល់ពេលហ្នឹងគឺខ្ញុំកណានៅតែយកសុភាសិតហ្នឹងមកដាក់ក្នុងខ្លួនហើយសុភាសិតនេះខ្ញុំកណាគឺជាអ្នកបង្កើតតែតថ្ងៃនេះគឺជាមេដារបស់ថ្ងៃស្អែកហើយថ្ងៃស្អែកគឺជាសេចក្តីសង្ឃឹមរបស់ខ្មែរបានមកពុះនៅក្នុងពុទ្ធសាសនាហើយបានរៀននៅក្នុងបឋមស្ដាប់បល័យហើយដល់មក high school ប្រឡងចប់ high school ខ្ញុំមិនអាចប្រឡងផ្លែទេណាតែក្នុងខ្មែរយើងគឺសាលាលោកប្រឡងបានតែខ្ញុំកណាគឺ strong ព្រោះខ្ញុំកណាពោពេញទៅដោយភាពជឿជាក់ណាគាត់ថានិយាយតិចបានហើយតែថាគាត់ចង់និយាយឡើងញ័រជើងណាមកនិយាយដល់មើលខ្ញុំមកបង្កើតណារំភើបមែនតើបានសូមអរគុណព្រះប្រធានដែលបានកាត់កម្មវិធីនេះសម្រាប់ឆ្នាំទីមុនគ្រប់ព្រះអង្គហើយឆ្នាំក្រោយហ្នឹងព្រះអង្គក៏ឆ្នាំទីមុនដែរហើយឆ្នាំក្រោយហ្នឹងខ្លួនឯងទៅចំណាយទៅដល់ទៅអស់ហើយខាងគុណទៅអស់យើងទៅគុណយើងដាក់ក្រោយសង្ស័យអត់កម្មវិធីអត់តែបានកាត់ជាកាត់មានមួយដែលមានអត្ថន័យដល់ជឿទៅប្រកបទៅភាពសោកសៅពីក្រួយសាក់ទៅមើលសោកសៅទៅនិយាយមួយហើយអនុស្សាវរីយ៍មួយដល់មកដាក់ម៉ៃចិត្តទីបងខ្ញុំគិតថាដើម្បីយើងមានភាពជោគជ័យនៅក្នុងថ្ងៃអនាគតយើងត្រូវបង្កើតផ្លែយើងឲ្យបានច្បាស់លាស់យើងត្រូវគិតថាតើថ្ងៃអនាគតយើងចង់ធ្វើអ្វីមួយទៀតហើយតើយើងចង់ធ្វើអ្វីហើយធ្វើយ៉ាងណាដើម្បីសម្រេចនៅគោលដៅរបស់យើងដល់ហើយសូមឲ្យអ្នកទាំងអស់គ្នាមានចិត្តខ្មែរតែជួបតែភាពជោគជ័យហើយអ្នកដែលต้องភាពជោគជ័យសូមឲ្យជួបតែភាពជោគជ័យហើយអ្នកដែលមានភាពជោគជ័យហើយក៏មានរយរយនៅជ័យដល់วันนี้ខ្ញុំចង់និយាយចំពោះសិស្សដែលគាត់មិនទាន់បានចប់ការសិក្សាដូចជាបងប្អូនទាំងនោះក្រោយគឺបើសិនជាចង់ទទួលការជោគជ័យក្នុងជីវិតគឺឱកាសព្រោះថាឱកាសរបស់យើងគឺយើងបានដើរមានឱកាសច្រើននេះដូច្នេះហើយយើងធ្វើអ្វីមួយគឺត្រូវធ្វើឲ្យល្អបំផុតពេលខ្លះអ្នកថាតែនិយាយថាសោកស្ដាយព្រោះថាចាស់ហើយរៀនមិនបានរៀនបន្តទៀតមិនបានទេព្រោះអាយុកាន់តែចាស់ហើយព្រោះថាពេលដែលគាត់កំពុងរៀនគឺគាត់បានទៅទុកតែដល់ពេលចឹងការសោកស្ដាយមានការសោកស្ដាយច្រើនដូច្នេះហើយជីវិតរបស់យើងបើចង់មានការជោគជ័យត្រូវតែចាប់យកហើយបានដូចជាការដូចជាពេលខ្ញុំកំពុងតែរៀនអញ្ចឹងហើយចំពោះរឿងមួយទៀតគឺខ្ញុំចង់និយាយគឺ
សូមឲ្យយើងខំរៀនរបស់គ្នាព្រោះប្រទេសយើងគឺកំពុងត្រូវការធនធានមនុស្សជាច្រើនដូច្នេះហើយសូមប្រឹងប្រែងរបស់គ្នាដើម្បីឲ្យយើងមានអនាគតគ្រួសារសូមអរគុណđể học nào không lên ra nhưng không cầm chân đấy tất nhiên nhưng không anh bán email bán Facebook bán không nhận mong nghe mong nghe không phải nào xong bây giờ bán này là cái tôm nó về trong tôm và đâu nghe khỏi xin sang đi nè ba là cái đâu ngay khỏi cái con kia nó chơi thôi con gì cá đấy yang bangga keadaan ini sebetulnya walaupun baik gitu ở cái năng lực kia có bắt nhung cái mấy cái kế nó muốn đi có không có thể bạn chuyên môn này là vì lo học cố không biết lo học cố là bên này kemudian kalau saya baik